for us to invest. ហើយបានជាព្រះជំនឿទៅបានប្រទាននៅទេពកោសលនេះនឹងអ្វីដែលព្រះអង្គទូប្រទានឲ្យនេះដើម្បីឲ្យបងប្អូនគ្នាយកទៅវិនិយោគ So I want to share 3 lessons from this parable that we can use today to change our lives and to change the world. បានជាថ្ងៃនេះខ្ញុំចង់ប្រើមេរៀន3តាមរយៈសេរីរឿងនេះដើម្បីបងប្អូនគ្នាអាចយកទៅផ្លាស់ប្ដូរជីវិតបងប្អូនគ្នាហើយនឹងផ្លាស់ប្ដូរពិភពលោកបាន So I hope that you can remember these 3 points. ហើយខ្ញុំសង្ឃឹមថាបងប្អូនជំនុំដល់គ្នាអាចចាំនៅចំណុច8នេះដែលយើងរៀននៅថ្ងៃនេះ That we need to be obedient to act immediately. ទី1គឺជាការដែលយើងត្រូវតែស្ដាប់បង្គាប់ព្រះជំចាស់មានន័យថាយើងត្រូវតែស្ដាប់ឮភ្លាមយើងធ្វើការនឹងភ្លាម That we need to be accountable because God is watching us. ហើយចំណុចទី2ក៏យើងត្រូវតែមានទំនួលខុសត្រូវដែរពីព្រោះអីដោយសារតែព្រះជំចាស់នៅពេលដែលព្រះអង្គប្រើយើងឬក៏ដាក់អីមកយើងគឺព្រះអង្គកំពុងតែទតមើលយើង And most important, okay, is that God is coming back. ហើយអ្វីដែលសំខាន់ជាងនោះទៅទៀតនោះគឺសូមស្វែងទៅតាមវិញកុំអានទៅមុខព្រះជំចាស់ទ្រង់ជាត្រឡប់មកវិញ Okay, please go to number 1, obedience, please. សូមទៅ obedience. Thank you. So we see in Matthew 25:16, it says, "He who has received the 5 talents went at once and traded with them." The word is at once. បាទនៅក្នុងកាពីបងប្អូនគ្នាប្រហែលជាមិនឃើញវាថាភ្លាមនោះទេតែកាពីម៉ែបងប្រែឆ្នាំ2025ឆ្នាំ2015បងប្អូនឃើញលោកចំណានជូនចឹងអ្នកបម្រើដែលបានទទួលប្រាក់5ណែនយកប្រាក់ចេញទៅរកស៊ីភ្លាមហើយក៏ចំណេញបាន5ណែនទៀត They did not wait till they were famous. គេអត់ចាំទេថាឲ្យទទួលបានអ្វីដែលព្រះជំចាស់ប្រទានឲ្យហើយអត់ចាំរហូតដល់ល្បីល្បាញសិនបានយកទៅវិនិយោគទេ They did not wait till they feel 100% prepared. គេអត់ចាំនៅពេលដែលមានការត្រាស់ហើយគេអត់ចាំរហូតដល់បាន100%ត្រៀមខ្លួន100%សិនបានទៅអត់ទេ And they knew the master's command and they obeyed immediately. នោះគេដឹងអំពីការបញ្ជាឬក៏ការប្រាប់ពីចៅហ្វាអញ្ចឹងលើភ្លាមស្ដាប់បង្គាប់ភ្លាមធ្វើភ្លាម Sometimes we think we need to wait until we are perfect Christians. ពេលខ្លះយើងគិតថាយើងត្រូវចាំរហូតដល់ពេលវេលាមួយដល់គ្រប់លក្ខបំផុតដល់ slide សុំកម្លាំងទៅចាំគាត់លើកឡើងទៅចាំទៅ See, I'll tell my neighbor about Jesus when I know the whole Bible. ខ្ញុំនឹងប្រាប់អ្នកដទៃទៀតអំពីព្រះយេស៊ូវរហូតដល់ខ្ញុំចេះកាពីឲ្យបានគ្រប់សពសិនចាំខ្ញុំប្រាប់គេ I share the gospel when my children grow up. ហើយខ្ញុំនឹងប្រកាសដំណឹងល្អនៅពេលដែលកូនខ្ញុំធំបន្តិច I share the gospel when I'm retired, when I have more time. ឬក៏ខ្ញុំនឹងប្រកាសដំណឹងល្អថ្វាយព្រះអង្គនៅពេលដែលខ្ញុំចូលនិវត្តន៍ទៅ